ចាមានសួរបងប្អូនទាំងអស់គ្នាជាទីគោរពជាទីនឹកលឹកពីចម្ងាយថ្ងៃនេះម្ដាមបកស្រាយជូនបងស្រីម្នាក់ដែលសួរម្ដាមថាម្ដាមមើលទៅអូនរស់នៅជីវិតឯករាជ្យនេះមើលទៅមានក្តីសុខមានសុភមង្គលណាជីវិតមួយនេះចង់មានសេរីភាពដូចអូនដែរចាបងបឋិជនរស់នៅសុខផងទុកផងជាធម្មតាបងសត្វលោកយើងតែប៉ុណ្ណឹងប៉ុន្តែយើងត្រូវចេះស្គាល់ខ្លួនឯងថាអ្វីយើងខ្វះអ្វីយើងមានបងចាបកទៅវិញបងជីវិតដៃគូប្រៀបដូចជាយើងញ៉ាំសឡប្រហើរមួយចានដែលយើងយកម្ទេសយកមកញិចចឹងបងប្រៀបបីដូចជាយើងមានគ្រួសារដើម្បីយកម្ទេសមកញិចដើម្បីបន្ថែមអាហារនេះឲ្យមានរសជាតិនោះអីបងទាំងដឹងថាញ៉ាំទៅហើយពិបាកហូរទឹកភ្នែកមិនក៏រឿងនៅតែត្រូវការតម្រូវញ៉ាំបងដោយសារឯនេះជាចំណងហើយនេះជាអ្វីជាយើងត្រូវការជីវិតឯគូប្រៀបដូចអញ្ចឹងបងទោះបីពិបាកមិនក៏យើងនៅតែត្រូវការញ៉ាំវាដែរហើយជីវិតអត់ដៃគូប្រៀបដូចជាសឡប្រហើរដែលយើងញ៉ាំអត់មានម្ទេសដាក់ចឹងបងញ៉ាំបានដូចតែគ្នារស់កែដូចតែគ្នាបងប៉ុន្តែយើងអត់មានហើយក៏អត់ទៅតាមនឹងចាស់ព្រះអង្គថាសត្វលោកសោយតែកម្មអីបងសត្វលោកសោយតែកម្មអ្វីដែលសនុកងាយស្រួលញ៉ាំមិនធ្វើទេចាអញ្ចឹងបងដូចគ្នាអញ្ចឹងជីវិតដៃគូហើយជីវិតអត់ដៃគូដូចអញ្ចឹងបងចាតែយើងចេះស្គាល់ខ្លួនឯងពិតទៅវាអត់ជាទុកទេបងណាចាបើគិតទៅបងជីវិតដៃគូប្រៀបដូចយើងដើរផ្លូវម្នាក់ឯងមានអីមិនល្អតែបើមានអ្នកកំដរវាទៅតែអែមអីបងចាបងចង់ប្រាប់បងប៉ុណ្ណឹងចាអរគុណបងសុខសប្បាយ